ឥឡូវនេះទឹកដូងចាបងរងថ្ងៃក្រោយពេលយើងញ៉ាំទឹកក្រូចឆ្មាពេលព្រឹកតែខ្ញុំណែនាំឲ្យថ្ងៃបងតំណេបងឯងឃើញគេលក់ដូងហ៎ចំណាសាព្រាអំបិលគ្រាប់អំបិលគ្រួស្អាតធម្មជាតិបងឃើញហ៎មួយតាថ្លៃគាត់ថាពេញឲ្យវិញដបវិញខ្ញុំទិញឲ្យ10ខ្ញុំយកចេញមកប្រើចុះប្រើឡើងបាត់អស់ណែអំបិលវាខុសគ្នាបងឯងកុំខេងតម្លៃឲ្យបងឯងអូនឹងលក់ថ្លៃខ្ញុំប្រាប់កន្លែងទិញថោកមាត់តលេ5គីឡូ4000ទេខ្ញុំរកទិញឲ្យអស់នឹងយកមកលក់ដែរបងប្អូនណាកំងទិញខ្ញុំលក់ឲ្យដាក់ចាំងឲ្យគេមកខ្ញុំអត់តន់នេះទេអញ្ចឹងយើងដាក់អំបិលគ្រាប់អំបិលគ្រូបន្តិចណាបងប្អូនចូលទៅក្នុងទឹកដូងហ្នឹងចាអញ្ចឹងថ្ងៃណាក៏យើងត្រូវញ៉ាំដែរឧទាហរណ៍ថ្ងៃនេះយើងញ៉ាំដូងស្អែកឡើងយើងញ៉ាំយកកែវចាក់អីយើងញ៉ាំទឹកអំពៅអញ្ចឹងមួយជីវិតបងប្អូនមិនចាំបាច់ខ្លាចយើងមានទ្រុះកម្រងនោមចាក់ទ្រុះប្រមាត់ទេឬក៏ខូចកលៀនទេអញ្ចឹងណាហើយក៏មិនចាំបាច់ខ្លាចខូចកម្រងនោមដែរអញ្ចឹងទឹកដែលលុយដែលបងប្អូន